របៀបបួសចូល engagement នៅក្នុង Ad Manager អញ្ចឹងយើងចូលមកកាន់ Ad Manager របស់យើងមកក៏ប៉ុន្តែមុននឹង boost គឺខ្ញុំសូមបញ្ជាក់មួយនេះគ្រាន់តែជាការបង្ហាញរបស់ខ្ញុំទេបើសិនជាបងប្អូនអ្នកគ្នាអត់ធ្លាប់ boost page ឬក៏អត់ទាន់ច្បាស់ថងកន្លែងហ្នឹងទេកុំចេះតែចុចឬក៏ភ្ជាប់ការភ្ជាប់អីប្រៀបដែរអីយកតែ Facebook កាត់លុយមកបន្ទូខ្ញុំអត់ដឹងទេណាហើយតើតើជាមួយនឹងការ boost page នឹងផងដែរគឺខ្ញុំមានវគ្គ free មួយដែរដែលបងប្អូនគ្នាអាចធ្វើការចូលទៅរៀនបានហើយដើម្បីធ្វើការចូលរៀនគាត់អ្នក comment ពីតា boost នៅខាងក្រោមមកតែឥឡូវហ្នឹងគឺជាមូលដ្ឋានគ្រឹះក្នុងការ boost page ហ្នឹងឯងអញ្ចឹងចូលមកដល់ Ad Manager របស់យើងវិញមកដើម្បីធ្វើការ boost បានយើងចុចត្រាកន្លែង create for queue ចាស់នេះមកហើយចុច engagement ចុច continue បន្តទៀតមកខាងក្រោមនេះគឺខ្ញុំរើសយក engagement campaign មកដល់ថងកន្លែងនេះគឺយើងមាន3មាន campaign asset និង ad ហើយថងកន្លែងនេះយើងធ្វើការដាក់ឈ្មោះឲ្យ campaign របស់យើងមួយមកថងកន្លែងនេះយើងអាចធ្វើការដាក់អញ្ចឹងរហូតក៏បានឬក៏ជាបង្កើតជា template មួយដើម្បីចូលមកពេលក្រោយយើងធ្វើការដាក់ឈ្មោះតាម template ហ្នឹងហើយទោះបីយើងបង្កើត campaign ក្រោយៗមកឈ្មោះហ្នឹងគឺមានគំរូមួយស្រាប់ៗគឺស្អាតហ្មងហើយកន្លែងនេះគឺខ្ញុំអត់ប៉ះទេដោយសារខ្ញុំអត់បាន boost តទៅជាមួយនឹង special category ad ទេមកដល់កន្លែងនេះគឺជាកន្លែងយើងដាក់លុយខ្ញុំរើសយក lifetime ដាក់5មៀលបានហើយកន្លែងនេះមានតែប៉ុណ្្នេះទេចូលមកដល់កន្លែងនេះគឺយើងដាក់ឈ្មោះឲ្យ asset របស់យើងមួយមកកន្លែងនេះគឺយើងអាចធ្វើការបង្កើតនៃ template បានដូចគ្នាដែរចំណុចបន្ទាប់យើងរើសនៅ conversion នេះចុចត្រង់កន្លែងហ្នឹងមកហើយចុចត្រង់កន្លែង on your ad ហើយមកខាងក្រោមត្រង់កន្លែង engagement tab នេះគឺយើងរើសយក for engagement ហើយអូចូលមកខាងក្រោមតាកន្លែង budget and scheduling នេះយើងរើសនៅថ្ងៃរបស់យើងមកតែយើងចង់ចាប់ផ្ដើមនៅថ្ងៃណាហើយបញ្ចប់ការបូនហ្នឹងនៅថ្ងៃណាហើយថងកន្លែងខាងក្រោមនេះគឺជា location យើងបដូរទីតាំងមកយើងចង់ដាក់ boost នៅទីតាំងណាចង់ដាក់នៅស្រុកខ្មែរគឺយើងដាក់ Cambodia មកហើយចង់ boost តាមខេត្តគឺយើងវាយតាមខេត្តមកហើយត្រង់កន្លែងនេះគឺជាកន្លែងដែលយើងរើសក្រុមប្រទេសជន audience ហើយកន្លែងនេះមានពីរគឺ advanced audience និង original audience advanced នេះគឺយើងប្រើប្រាស់នៅមុខងារ AI ដើម្បីជួយចាប់អតិថិជនគោលដៅឲ្យយើងហើយកន្លែង advanced ផងដែរយើងអាចធ្វើការ target បន្ថែមដូចគ្នាទាំងអាយុទាំងអីហើយនិង interest បន្ថែមដែរក៏ប៉ុន្តែយើងមាន AI ជំនួយកន្លែងនេះអស់ហើយមកខាងក្រោមគឺ placement គឺជាកន្លែងដែលទីតាំង ad របស់យើងផ្សព្វផ្សាយគឺខ្ញុំរើសយកនៅ advantage ហើយកន្លែងនេះចេញបង្ហមអញ្ចឹងដោយសារយើងបានដាក់ទីតាំងអូខេអញ្ចឹងកន្លែងនេះគឺអស់ហើយចូលមកកន្លែងមួយទៀតមកគឺត្រង់កន្លែង ad មកដល់កន្លែងនេះយើងធ្វើការដាក់ឈ្មោះ ad របស់យើងមួយមកហើយថងកន្លែង identity នេះគឺជាកន្លែងដែលយើងរើស page ដោយសារតែកន្លែងនេះមិញដល់ពេលដែលយើងរើស objective ទៅគឺវាបាត់កន្លែងរើស page អញ្ចឹងកន្លែង page ហ្នឹងគឺវាមកចេញនៅកន្លែងនេះវិញខ្ញុំរើសយក page មួយនេះហើយទៅដល់មួយការ boost ហ្នឹងគឺខ្ញុំចង់រើសយក post ដែលខ្ញុំ post ឲ្យយកមក boost add creative នេះយើងចុចមកយើងចង់ boost post មួយណាឧទាហរណ៍តែខ្ញុំចង់ boost post មួយនេះចុចលើវាមកចុច continue ហើយថងកន្លែងនេះ caption primary text នេះគឺយើងបានសរសេរដល់ពេលយើង post រួចហើយយើងអាចកែអីបានទេហើយប៊ូតុងនេះគឺជាប៊ូតុងពិសេសនៅខាងក្រោមកន្លែងនេះយើងអាចដូរផ្សេងបានហើយយើងអាចធ្វើការលុបប៊ូតុងពិសេសចេញក៏បានដែរហើយកន្លែងនេះគឺជា message template កន្លែងនេះផងដែរខ្ញុំដាក់តែមួយទេដល់ពេលដែលគេឆាតចូលទៅយើងគឺមានថាមួយម៉ាត់សួស្ដីទៅកាន់គេអញ្ចឹងទៅអញ្ចឹងត្រង់កន្លែងនេះគឺអស់ហើយទៅដល់មួយការ boost engagement របស់យើងមានតែប៉ុណ្្នេះឯងហើយបើសិនជាយើងចង់ public ad ហ្នឹងយើងចុចត្រង់កន្លែងនេះមកហើយបើសិនជា account របស់យើងអត់ទាន់ភ្ជាប់ការឬក៏ជាប់អីទេគឺយើង boost អត់កើតទេតែយើងភ្ជាប់ការសិនតែថងកន្លែងផងដែរបើសិនជាយើងអត់ទាន់ចង់ boost ឬក៏អត់ច្បាស់នឹងការ boost ឬក៏យើងអត់ដែលធ្លាប់ boost ទេកុំចេះតែចុចឬក៏ភ្ជាប់ការឬក៏ public ad ប្រៀបដែរអីព្រោះតែយើងភ្ជាប់ការហើយកាលយើងមានលុយយើងចុច public ad ដែរគឺ Facebook នឹងកាត់លុយយើងហើយអញ្ចឹងកន្លែងហ្នឹងគឺប្រយ័ត្នមែនតើហើយបើសិនជាយើងចង់ធ្វើការ set up លេងដូចខ្ញុំអញ្ចឹងគឺយើងអាចចាំបាច់ចុច public ទេយើងចុច back មកវិញមកឬក៏ចុចកន្លែង close នេះហ្មងទៅមកដល់កន្លែងនេះបើសិនជាមាន campaign អីច្រើនអញ្ចឹងយើងចុចលុបតែប៉ុណ្ណឹងគឺជាការស្រេច